ព្រឺព្រួចក្នុងការចង់ទៅរកស៊ីនៅស្រុកខ្មែរប្រព័ន្ធហិរញ្ញវត្ថុដោយលោកអង្គញាហ៊ុនតូអីវិញដែលមានប្រព័ន្ធហិរញ្ញវត្ថុដែលរដ្ឋាភិបាលជាតិអាមេរិកបិទក្រុមហ៊ុនហ៊ុយវ៉ាន់អីហើយអត់មានតន់ឃើញមាននរណាម្នាក់យកទៅឡើងសវនាការផ្ដន់ទាទោសឬក៏ដោះស្រាយបញ្ហាអីនេះគឺមនុស្សនៅតែឃើញថាចំណាត់ការនេះវាមិនទាន់គេហៅវាអត់ទាន់ត្រូវលំដោះឡើយកម្ពុជាត្រូវការពេលវេលានឹងបង្កើតក្រុមគណៈកម្មការស៊ើបអង្កេតស៊ីជម្រៅហើយហ៊ានអាសាច់ស្អុយនឹងចោលឲ្យដូចអ្វីដែលលោកហ៊ុនសែនសន្យាកាលពី10ឆ្នាំមុននិយាយទៅអាសាច់ស្អុយអាកាត់សាច់ស្អុយហ្នឹងគឺថារហូតក៏ប៉ុន្តែអត់ដែលឃើញបានកាត់មួយដុំទេបានតែរឿងដោះផ្លែដោះស្អីគេទៅជាលុបបានខ្នៅអាស្នាមប្រឡាក់អីតិចហ្នឹងបានអាហ្នឹងគឺលុចបាញ់ឡាហ្សេអីគ្រាន់តែសើដើម្បីឲ្យស្អាតមុខពីខាងក្រៅណាបានប៉ុន្តែអាមហារិចធំនៅខាងក្នុងគឺអត់បានសោះតែម្ដងហើយនិយាយពីអួតថ្ងៃណាក៏អួតដែររឿងថាត្រូវតែការលុកឪពុកគាត់នៅគឺអួតតែពីរឿងថាត្រូវតែលុបមុខឆ្លុះកញ្ចក់សម្អាតខ្លួនអីហ្នឹងដល់ពេលកូនមកហ្នឹងដូចគ្នាអញ្ចឹងតែអត់បានធ្វើទេថាឪថាម៉េចកូនថាអញ្ចឹងដដែលដល់តែពេលកុំបានសហគមន៍អន្តរជាតិជួយយើងនិយាយទៅមិនមែនតែខ្ញុំម្ដងទៀតខ្ញុំអត់គិតថាសង្គ្រាមឈ្លានពានថៃគឺជាជ័យលាភីឬក៏ជាពរជ័យអីជាបណ្ដាសាប៉ុន្តែជាលៀបនៅក្នុងគ្រោះមួយខ្ញុំនិយាយម្ដងទៀតខ្ញុំអត់សាតការធ្វើសង្គ្រាមទេខ្ញុំកោតទោសថៃដល់ទីបំផុតអំពើឈ្លានពានរបស់ថៃត្រូវតែទទួលខុសត្រូវសងខ្មែរគ្រប់សពបែបយ៉ាងក៏ប៉ុន្តែដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃនេះហើយនឹងសម្ពាធអន្តរជាតិតកតទៅនឹងការឆបបោកអនឡាញនេះដែលធ្វើឲ្យកម្ពុជាមានការបានទទួលពរជ័យមួយដែលមិននឹកស្មានថានឹងមានទេគឺការចាប់អង្គការ Gen Z ហើយនឹងចាប់ផ្ដើមដោះស្រាយបញ្ហាឆបបោកអនឡាញប្រសាចពេញស្រុកខ្មែរអត់មានអ្នកណាស្រមៃសូម្បីតែហ៊ានស្រមៃក៏មិនហ៊ានដែរថាកម្ពុជានឹងដោះស្រាយបញ្ហាដែលជាដំបៅដ៏រីងរៃនៅក្នុងស្រុកខ្មែរដែលអ្នកណាក៏ដឹងដែរព្រោះបើថាគណៈបពប្រឆាំងរករឿងអានឹងថារឿងនយោបាយតែនេះអង្គការសហប្រជាជាតិអង្គការសង្គមស៊ីវិលឯករាជ្យគេរកឃើញថាមានមជ្ឈមណ្ឌលឆបោក53កន្លែងនៅទីក្រុងនៅប្រទេសកម្ពុជាជនរងគ្រោះដោយសារអំពើឆបោកមានជាង 120,000 នាក់គេនិយាយយូរហើយតែយើងមិនឈឺក្បាលសោះចឹងដល់ពេលមានចំនួនជាមួយថៃហេតុអីបានជាចំនួនជាមួយថៃចង្រៃបាត់ដីរបស់ខ្មែរបាត់បង់ហេដ្ឋារចនាសម្ព័ន្ធភ្ញៀវទេសចរក្តាប់ដាំក្បាលចុះបែរជាលៀបនៅក្នុងគ្រោះទៅវិញបងប្អូនលៀបនៅក្នុងគ្រោះនេះគឺចង់និយាយថារឿងអកុសលនៃចំនួនព្រំដែនថៃនេះវាបានធ្វើឲ្យលាតត្រដាងដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទាល់ច្រកដែលពីមុនចេះតែទប់បានចេះតែទប់ទៀតទៅចលនាប្រជាពិធដ្ឋមិនចេះតែទប់ទៅមន្ត្រីអង្គញាមហាមន្ត្រីអីហ្នឹងអ្នកឯងចង់ចោទថាទៅជាអ ுக ្រិតជនដល់ណាក៏មិនធ្វើកអីដែរក៏ប៉ុន្តែវាអកុសលសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការទប់អត់ឲ្យគេចាប់លោកចិនស៊ីទប់មិនឲ្យបញ្ហាឆបោកអនឡាញហ្នឹងវាទប់អត់បានដោយសារអីទី1គឺយើងត្រូវការអន្តរជាតិឲ្យជួយពួកគេអត់ជួយយើងសោះដល់អញ្ចឹងទៅគឺយើងឯកោខ្លាំងពេកហើយដល់ទៅពេលឯកោខ្លាំងពេកហ្នឹងគឺយើងចាប់ផ្ដើមងាកគោលនយោបាយយើងបន្តិចទៅចង់អោបជើងលោកត្រាំពានរង្វាន់ Nobel សន្តិភាពដែលផ្សះផ្សាអត់ទាន់បានសាច់ការអីហងអាខាងតាហ៊ានថៃគេនៅបាញ់យើងគេនៅទន្ទ្រានយើងគេនៅបំពេញយើងសពបែបយ៉ាងយើងទៅសរសើរលោកត្រាំថាជាបិតាសន្តិភាពគួរតែបានពានរង្វាន់ Nobel សន្តិភាពវាមិនអីទេសែបគប់ជាមួយលោកត្រាំក៏ល្អដែរបាននំប៉័ងនិង hamburger ហូបបើសែបគប់ជាមួយចិនបានស្ពៃប៉ុន្តែរឿងដែលសំខាន់គឺយើងអែបអបឡែបឡប់គោលនយោបាយយើងអត់ដែលត្រូវជាមួយអាមេរិកមកយោហើយទៅដល់ពេលយើងមកត្រូវជាមួយអាមេរិកយើងសប្បាយប៉ុន្តែយើងបោកអាមេរិកបោកនៅក្នុងន័យថាវាអត់ជំរឿសតែយើងទៅទាល់ច្រកចាប់ផ្ដើមអែបទៅអាមេរិកដល់តែពេលអែបទៅអាមេរិកមានអាយន្តការមួយគឺដាក់ទណ្ឌកម្មលោកអង្គការ Gen Z បង្កក់ប្រាក់$15,000 លានជារូបិយវត្ថុ Bitcoin អង់គ្លេសអាមេរិកសិង្ហបុរីកូរ៉េខាងបូងហើយនឹងប្រទេសដទៃទៀតគេដាក់ទណ្ឌកម្មឡើងជុំទិសតើមានជំរឿសអីនៅពេលដែលយើងស្និទ្ធស្នាលជាមួយអាមេរិកក្រៅពីរដ្ឋាភិបាលកម្ពុជាជួយចាត់ការ Gen Z ចាត់ការ Gen Z នេះយើងសង្ឃឹមថាច្បាស់ជាគេចាត់ការនៅក្នុងយន្តការក្របខ័ណ្ឌកម្ពុជាហើយព្រោះអីលោក Gen Z មានសញ្ជាតិខ្មែរទៅយកបញ្ជូនទៅចិនឲ្យចិនចាត់ការអាមេរិកឯនេះដាច់ផ្ងាដោយសារតែចោត Gen Z ចាំតែយក Gen Z យកមកកាត់ទោសនៅញូវយ៉កព្រោះមានដីកាចោតប្រកាន់ហើយយកទៅហុចឲ្យចិនដកសញ្ជាតិគាត់វិញលោកប្រាក់សុខុនឆ្លើយមកយ៉ាងសាមញ្ញថា
ដោយសារតែលោកចិនស៊ីមានសញ្ជាតិខ្មែរដែលខុសច្បាប់ខ្ញុំកោតថាលោកប្រាក់សុខុនលេបចូលដែរនៅក្នុងការប្រើនយោបាយប្រជាពិធបោកប្រជាពលរដ្ឋខ្មែរឲ្យជឿថាសញ្ជាតិនឹងបានដោយខុសច្បាប់លេសនេះគឺជាលេសរៈកំផែលខ្លាំងមែនតើតាមពិតកម្ពុជាចង់បានលេសអីក៏បានដែរប៉ុន្តែលេសដ៏រៈកំផែលនេះគឺជាកំបិតចិត្តដងឯងមួយដ៏ខ្លាំងដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរក៏គិតថាលែងជឿរដ្ឋាភិបាលកម្ពុជាសហគមន៍អន្តរជាតិគេថាបាយបិណ្ឌជាបាយបាតបីលុកបីឡទៀតដោយសារអីបើលោកចិនស៊ីខុសច្បាប់បានសញ្ជាតិចោះអ្នកដែលចូលសញ្ជាតិដែលជាសញ្ជាតិចិនមានដូចលោកចិនស៊ីរាប់ពាន់នាក់បានចូលសញ្ជាតិខ្មែរខុសច្បាប់ប្រមាណអ្នកមានតែលោកចិនស៊ីនឹងមួយទេឬយ៉ាងម៉េចហើយលោកចិនស៊ីខុសច្បាប់វាដូចជាប្លែកណាស់បើសិនជាអាមីអាថោងដូចជាកូនបំបាទអីគេអាហ្នឹងខុសច្បាប់យើងចេះយកមកធ្វើកគេទៅធ្វើស៊ីគេទៅអាហ្នឹងវាដូចសមតែលោកចិនស៊ីខុសច្បាប់គឺជាកំបិតចិត្តដងឯងហ្នឹងដោយសារអីអញ្ចឹងគាត់ជាទីប្រឹក្សាដែលមានបរិជ្ជក្រិតតែងតាំងដោយព្រះមហាក្សត្រនេះយ៉ាងម៉េចទៅវិញជាការបំពេញប្រជេស្តាព្រះមហាក្សត្រខ្មែរឲ្យឡាយប្រហោះលេខាដើម្បីផ្ដាល់សញ្ជាតិចុះមន្ត្រីណាដែលហ៊ានប្រមាថប្រជេស្តាព្រះមហាក្សត្រនៅក្នុងការបញ្ជូនសំណុំរឿងដែលជាអំពើពុករលួយឲ្យសញ្ជាតិទៅខ្មែរទៅបរទេសជាអំពើក្បត់ជាតិការផ្ដាល់សញ្ជាតិខ្មែរទៅឲ្យជនបរទេសឲ្យមកបំផ្លាញខ្មែរគ្រាន់តែផ្ដាល់សញ្ជាតិនឹងជាអំពើក្បត់ជាតិបាត់ទៅហើយនៅមកបំផ្លាញខ្មែរទៀតឲ្យខូចឈ្មោះនៅលើឆាកអន្តរជាតិមិនដឹងក្បត់ជាតិប្រមាណចំនួនទេតើមន្ត្រីណាខ្លះដែលនឹងទទួលរងនៅការធ្វើចាត់ការឲ្យបានដោយចាត់ការមន្ត្រីគណៈបកប្រឆាំងឬក៏អ្នកដែលរាយការណ៍ពីរឿងម៉ាស់ពាក់ឲ្យមន់នោះបើគេនឹងចាប់ដាក់គុកឲ្យលឿនដូចអាគេមិនដែលតាំងតែក្បត់ជាតិអីតាបន្តិចរិះគន់រឿងវាក់សាំងរិះគន់រឿងបញ្ហាព្រំដែនការពីអធិបតេយ្យកម្ពុជាទៅជាចាប់គុកដាក់គុកអស់ឥឡូវមន្ត្រីដែលលោកប្រាក់សុខុនថាសញ្ជាតិនេះសញ្ជាតិខ្មែរលោកចិនស៊ីនេះបានមកដោយខុសច្បាប់សម្លក៏ពឹសឲ្យអាកំបិតចិត្តដងឯងហ្នឹងគឺប្រមាថប្រជាស្ដារព្រះមហាក្សត្រប្រមាថស្ថាប័នផ្ដាល់សញ្ជាតិរបស់យើងធ្វើឲ្យមានមន្ទិលគ្រប់រឿងចោះគេមន្ទិលយ៉ាងម៉េចទៀតទៅអ្នកដតីទៀតដែលបានសញ្ជាតិខ្មែរមកកណោដោយទាំងជនជាតិវៀតណាមផងដែលបោះឆ្នោតនៅស្រុកខ្មែរដែលសម្រេចជោគវាសនារបស់កម្ពុជានោះតើប្រជាពលរដ្ឋបារម្ភប៉ុណ្ណាទៀតទៅនៅពេលដែលលោកប្រាក់សុខុននិយាយថារឿងមនុស្សដែលជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភារបស់យើងទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីខ្មែរបានសញ្ជាតិដោយខុសច្បាប់អញ្ចឹងបានថាខ្ញុំនិយាយថាកំបិតចិត្តដងហ្នឹងគឺជារឿងមួយដ៏គ្រោះថ្នាក់មែនតើព្រោះអីកម្ពុជាទាល់មែនតើអត់មានជំរឿសអីមិនហ៊ានទុកនៅក្នុងដំបៅទ្រូងសុកចិត្តប្រឡែងចិនស៊ីទៅឲ្យចិនបើទោះបីចិនស៊ីលះបង់សញ្ជាតិចិនបាត់ទៅហើយទៀតហើយឃើញលើគោកឯងចិនស៊ីលះបង់សញ្ជាតិចិនបញ្ជូនទៅចិនខ្មែរចិនស៊ីមានសញ្ជាតិខ្មែរអត់កាត់ទោសនៅខ្មែរហើយអ្នកណាមើលមិនឃើញអំពីនយោបាយប្រជាពិធដែលដោះស្រាយឲ្យទៅរួចខ្លួនហើយគិតថាជាការដោះស្រាយឲ្យត្រឹមត្រូវតាមនីតិវិធីអារឿងហ្នឹងបើជានយោបាយក្នុងស្រុកយូរហើយយើងធ្វើអត់សូវឆ្ងល់ទេព្រោះខ្មែរគ្នាឯងយើងរករឿងយ៉ាងម៉េចក៏គ្មានណាគេឈឺក្បាលដែរប៉ុន្តែជាមួយឆាកអន្តរជាតិមិនមែនជានយោបាយរបៀបក្មេងបៀមដៃកើតទេអន្តរជាតិនេះគេដឹងយើងបោកប្រជាពលរដ្ឋខ្មែរបានតែយើងបោកសហគមន៍អន្តរជាតិអត់បានទេហើយដល់ពេលលោកនិយាយថាលោកចិនស៊ីបានសញ្ជាតិដោយខុសច្បាប់បញ្ជូនទៅវិញហើយលោកប្រាក់សុខុនប្រើពាក្យអញ្ចេះទៀតថាលោកចិនស៊ីហ្នឹងគឺមានសញ្ជាតិចិនជាការពិតខ្ញុំមិនដឹងថាតើការបកស្រាយនេះវាសមហេតុផលប៉ុណ្ណាដែរធម្មតាលោកចិនស៊ីកើតនៅចិនបើធំមានឯកសារសម្បត្តិកំណើតអីជាដើមកំណើតចិនហើយបើយើងមិនអាចទៅដូចថាឈាមយើងអញ្ចឹងបើចិនហើយមិនអញ្ចឹងប៉ុន្តែគាត់បានប្រកាសលាលែងសញ្ជាតិអញ្ចឹងនៅពេលដែលគាត់សុំសញ្ជាតិខ្មែរបានន័យថាគាត់បានសញ្ជាតិខ្មែរគាត់លាលែងសញ្ជាតិចិនហើយរឿងអីដែលលោកចិនស៊ីលាលែងពីសញ្ជាតិចិនដោយសារមិនចង់ឲ្យអាជ្ញាធរចិនចាប់ខ្លួនគាត់បានព្រោះចិនអត់មានសមត្ថកិច្ចចាប់ខ្លួនគាត់ទេនៅពេលដែលគេទាមទារឲ្យចាប់គាត់កាល2019លោកហ៊ុនសែនប្រកែកមិនបញ្ជូនទៅទេព្រោះដោយសារតែលោកចិនស៊ីហ្នឹងគឺមានឥទ្ធិពលនៅខ្មែរហើយមានសញ្ជាតិកម្ពុជាទៀតហើយលោកចិនស៊ីបោះសញ្ជាតិចិនចោលបាត់ទៅហើយដល់តែពេលឥឡូវវិលមករកអាកន្លែងដដែលគឺកាត់ក្បាលឲ្យត្រូវមួកយើងអត់កាត់មួកឲ្យត្រូវក្បាលទេហើយបងប្អូនដឹងហើយតែកាត់ក្បាលឲ្យត្រូវមួកហ្នឹងវាទៅពាក់មួកអីកើតបើកាត់ក្បាលបាត់ទៅហើយហ្នឹងអញ្ចឹងមានតែស្លាប់អាមួកហ្នឹងក៏គាត់ចោលប៉ុន្តែឥឡូវគាត់គិតថាដោះស្រាយបញ្ហាបានហើយគឺយើងយកក្បាលយើងយកទៅលាក់នៅក្នុងខ្សាច់ទុកគូតក្រាលវាល
ហើយលើយើងខ្ញុំថាមិនចង់រិះគន់ទេប៉ុន្តែដូចថាបងប្អូនប្រជាពលរដ្ឋនឹងឆាកអន្តរជាតិខ្ញុំថាដូចម្ដងទៀតបោកប្រជាពលរដ្ឋខ្មែរអត់អីទេយើងបោក30-40ឆ្នាំប្រជាពលរដ្ឋមិនមែនជឿទេអត់មានជំរឿសនឹងមិនជឿព្រោះបើមិនជឿក៏ខំមាត់សង្កត់ចិត្តក្នុងចិត្តដែរតែហ៊ាននិយាយអីគឺគេចាប់ដាក់គុកប៉ុន្តែអន្តរជាតិគេមើលមកហ្នឹងគេឃើញថាអូយើងសហការយើងអីអញ្ចឹងមែនក៏ប៉ុន្តែមើលទៅរាក់កាផែលទៀតគេមិនដឹងថាសង្ឃឹមថាលើយើងហ្នឹងនឹងចាត់ការអ្នកដែលនៅស្រុកខ្មែរហ្នឹងបានអីហើយជំរឿបើចាត់ការឲ្យបានប្រសិទ្ធភាពដែលថាបង្ហាញតម្លាគឺចាប់មន្ត្រីដែលផ្ដាល់សញ្ជាតិឲ្យលោកចិនស៊ីដោយខុសច្បាប់ដាក់គុកឲ្យអស់មន្ត្រីនៅក្នុងក្រសួងអន្តោប្រវេសន៍ហើយអ្នកដែលចាប់ដាក់គុកមុនគេគឺមន្ត្រីក្រសួងការបរទេសនឹងឯងដែលមានសិទ្ធិផ្ដាល់សញ្ជាតិផ្ដាល់អីដើម្បីឲ្យជនបរទេសនោះតើតើនឹងលោកប្រាក់សុខុនដែរហើយបងប្អូនម្ដងទៀតនេះគឺជាអំពើក្បត់ជាតិខ្ញុំអត់មានតែចោទថាអស់លោកក្បត់ជាតិទេអំពើក្បត់ជាតិគឺការផ្ដាល់សញ្ជាតិខ្មែរទៅឲ្យសញ្ជាតិបរទេសមិនមែនជួយចម្រើនដល់ស្រុកខ្មែរទេគឺមកបំផ្លាញខ្មែរទៀតអានេះគឺក្បត់ជាតិច្រើនចំនួនមែនតើហើយច្បាប់ដកសញ្ជាតិអីហ្នឹងគឺដកបានហើយនេះច្បាប់ដកសញ្ជាតិគួរដកអញ្ចឹងមិនមែនច្បាប់ដកសញ្ជាតិយកទៅដកមន្ត្រីបកប្រឆាំងដែលខំប្រឹងតស៊ូឲ្យមានសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យមានសេរីភាពនៅស្រុកខ្មែរដើម្បីឲ្យវិនិយោគិនគេមករកស៊ីស្រុកខ្មែរដើម្បីឲ្យស្រុកយើងមានប្រជាធិបតេយ្យឡើងវិញឲ្យគេពេញចិត្តនឹងជួយសហការជាមួយយើងឲ្យប្រទេសយើងរីកចម្រើនអាហ្នឹងមិនមែនជាក្បត់ជាតិទេហើយទៅដកសញ្ជាតិគេបែបហ្នឹងគឺជាអំពើមិនត្រឹមត្រូវទេអានេះអំពើក្បត់ជាតិនេះគឺអំពើអញ្ចេះបានត្រូវដកប៉ុន្តែបងប្អូនយើងចាំមើលអញ្ចឹងបានថារដ្ឋាភិបាលបង្កើតបញ្ហាម្ដងហើយម្ដងទៀតបន្ថែមហើយបន្ថែមទៀតដល់អញ្ចឹងទៅអាមួយដោះអត់ទាន់បានផងថែមអាពីរដោះអត់ទាន់រួចថែមអា3តែយ៉ាងណាអានេះគឺជារឿងកម្មអកុសលដែលយើងសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាខ្ញុំមិនដឹងថាតើកម្ពុជានឹងដោះស្រាយយ៉ាងម៉េចទេហើយនយោបាយជាពិធដ្ឋនេះលែងដើរហើយសម័យនេះសម័យបច្ចេកវិទ្យា AI លែងដើរហើយសូម្បីតែបោកអា AI ហ្នឹងក៏ប្រជាប្រដ្ឋឥឡូវចេះទៀតអ្នកស្រែចំការលក់តគួនក៏គេដឹងថាអានាងអើយអាហ្នឹង AI ទេអញឃើញហើយអញស្គាល់ហើយអារឿងអន្ថលលងហ្នឹង AI ហើយណាឥឡូវប្រជាប្រដ្ឋខ្មែរឆ្លាតណាស់អញ្ចឹងអាការបោកហ្នឹងលែងទៅរួចហើយវាមានស្អីប្រកែជាងការពិតហើយនឹងភាពស្មោះត្រង់ទេបងប្អូនដើម្បីបានសេចក្តីទុកចិត្តមកវិញនោះហើយខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលធ្វើដូច្នេះកម្ពុជាឥឡូវនេះលោកប្រាក់សុខុនក្រសួងការបរទេសឈានមួយកម្រិតទៀតនិយាយពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកខ្ញុំថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនេះគឺជាទំនាក់ទំនងទឹកលើស្លឹកឈូកទេកលេសកឡក់ហ្នឹងគឺយើងអត់ច្បាស់លាស់ដែរកម្ពុជាភ្លើងចម្បាំងជាមួយអាមេរិកហ្នឹងក៏អាមេរិកគេមិនជឿយើងដែរហើយដល់តែពេលយើងមកអេចជាមួយលោកត្រាំគឺយើងត្រូវតបងហ្មងព្រោះយើងហែលប្រច្រាស់ទឹកទេនេះលោកត្រាំហ្នឹងគាត់មានតែជាមនុស្សដែលមានប្រជាប្រិយឯណានៅលើពិភពលោកហ្នឹងណាក៏ឌីលណាក៏ស្ដីឲ្យបន្ទោសគាត់អំពីយុទ្ធនាការបង្ក្រាបឬក៏ធ្វើអ្វីមួយដែលជ្រុលដៃជ្រុលច្បាប់ហួសព្រំដែនកំណត់នៃច្បាប់អនុញ្ញាតប៉ុន្តែលោកត្រាំគាត់ឈឺក្បាលអីគាត់ថ្នាក់ដឹកនាំរបស់លោកត្រាំគឺជាថ្នាក់ដឹកនាំបែបថ្នាក់ដឹកនាំផ្ដាច់ការនៅលើពិភពលោកគេសប្បាយចិត្តណាគេចង់ខ្សែគប់ជាមួយលោកត្រាំព្រោះអីលោកត្រាំអត់សូវខ្វល់ច្បាប់ទម្លាប់អីទេហើយជាប្រធានាធិបតីអាមេរិកដ៏អស្ចារ្យមួយមិនមែនបានន័យថាគាត់ធ្វើនឹងដើម្បីបំផ្លាញទេគាត់ធ្វើនឹងគឺដើម្បីឲ្យអាមេរិកខ្លាំងដែរចង់ប្រាប់ថាជាបងធំគឺប្រើដាវអាញាសឹកអត់ចាប់បាច់ឆ្លងច្បាប់ទម្លាប់អីទាំងអស់អ្នកណាក៏បាក់បបខ្លោបខ្លាចមើលមួយផ្លែតមកអាមេរិកគឺអស្ចារ្យមែនតើតែលោកត្រាំគាត់ធ្វើសមដោយសារអីអាមេរិកជាប្រទេសប្រជាធិបតេយ្យយូរលង់ដែរទី2អាមេរិកមានសពាវុធយោធាសម្បើមអស្ចារ្យណាស់គាត់ថាអីណាមកក្អកជាមួយអាមេរិកក៏អត់បានដែរព្រោះមានបរិមាណូមានគ្រឿងយោធាមានមូលដ្ឋានទ័ពនៅគ្រប់ទីនៅលើពិភពលោកគ្មានប្រទេសណាក្អកបានទេនៅក្នុងន័យនេះហើយដែលលោកត្រាំនិយាយស្អីប្រទេសផ្ដាស់ក៏បានដែរណាប៉ុន្តែដល់ពេលយើងឃើញអញ្ចឹងយើងចាប់ផ្ដើមលូកពឹបទៅឲ្យគាត់នឹងបានពានរង្វាន់សន្តិភាព Nobel អីចឹងទៅអត់ទាន់ផ្សះផ្សាបានច្រើនទេអ្នកដែលផ្សះផ្សាហើយនឹងឆ្លោះគ្នាបាញ់គ្នាអត់ទាន់ចប់ទេដោយទាំងកម្ពុជាផងកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពដោយសារលោកត្រាំជួយផ្សះផ្សាហ្នឹងមកដល់ម៉ោងហ្នឹងគឺគេយកដីយើងអស់ជិត40កន្លែងហើយហើយមានលោកត្រាំណាមកជួយប្រាប់ថៃថាខ្ចាក់ដីឲ្យខ្មែរវិញអត់សោះលោកត្រាំគ្រាន់តែប្រាប់ថាត្រូវគ្នាណាបើអត់ត្រូវគ្នាដាក់ពន្ធទៀតឥឡូវតែប៉ុណ្្នឹងឯងតាំងពីដើមទីមក
វាយគ្នាប្រាវលោកត្រាំប្រាប់ថាណែថ្ងៃទី1ខែសីហាដល់ពេលដាក់ពន្ធ36%ណាប្រយ័ត្នតែអត់ត្រូវគ្នាដាក់ទាំង36%អត់មានញ៉ៃភ័យអត់មានខ្វល់អារឿងឈប់បាញ់ទេខ្លាចអាពន្ធ36%ច្បោលមានកិច្ចព្រមព្រៀងចរចាគ្នាមួយឈប់បាញ់បានមកប្រាវទៅថៃចូលទន្ទ្រានយកប្រាសាទតាមាន់ធំភ្នំទ្របអីអស់ចឹងបានធ្លាក់ពន្ធហ្នឹងមកនៅ19%អេគ្រប់គ្នាបានពន្ធយកមកអួតប្រជាពលរដ្ឋរៀងខ្លួនខាងថៃគេអួតទៅខាងថៃខាងខ្មែរមកអួតខាងខ្មែរតែថៃឆ្លាតអួតទៅខាងថៃថាពន្ធក៏បានចំណេញពី36មក19បានដីខ្មែរទៀតខ្មែរយើងអួតពី39មក19 36មក19បាត់ដីខ្មែរអត់ហ៊ានរាយការណ៍ថាបាត់ទេទៅខ្ទប់មាត់គេអញ្ចឹងទៅប្រាប់ថាបានពន្ធហើយអូនិយាយពីទូងស្គររឿងថយពន្ធ19%ពីមុនគេមានដាល់យកពន្ធយើងឯណាដែលយក19%អាមេរិកមានដាល់យកពន្ធខ្មែរណាពី19%យើងអា GPS សុំទោះ GSP គេឲ្យយើង free អត់ទៅបំផ្លាញសិទ្ធិមនុស្សរហូតតគេលែងឲ្យ GPS ហើយឥឡូវគេយកអារឿងពន្ធនេះថែមមកដំបូងគេថា49ក្រោយមក36ក្រោយមក19ប៉ុន្តែអាហ្នឹងសិតតែយកហ្នឹងកាលមុនមានយកពីយើងឯណាដោយសារតែយើងមានអាបញ្ហាសិទ្ធិមនុស្សជាតិវាចៃដន្យអីវាផ្សំគ្នាជាមួយនឹងលោកត្រាំកំពុងតែយកអាពន្ធហ្នឹងផងទៅក៏ធ្វើឲ្យយើងឈឺចាប់តែយើងតាមគេដល់ពេលថយតែយើងនាំគ្នាទៅភ្លេចគិតអារឿងដីតំបន់ប្រាសាទតាមាន់ធំនិងភ្នំទ្របគេយកបាត់ហើយគេគ្រប់គ្រងបាត់ហើយតែយើងអាខាងហ្នឹងតែប្រាសាទនៅភ្នំទ្របហ្នឹងគេគ្រប់គ្រងខាងលើប្រាសាទតាមាន់ធំហ្នឹងយើងឡើងចូលបានហើយអាហ្នឹងមានបាត់ឈប់បាញ់ម្ដងយើងបានចំណេញពុតឥឡូវពុនហ្នឹងចឹងបានថាដល់ពេលក្រោយមកវាយគ្នាទៀតមកប្រាវទៀតបាត់អស់លីងដីទីតាំង30-40 កន្លែងនេះឬជាការផ្សះផ្សាសន្តិភាពហើយលោកត្រាំបាននិយាយមួយម៉ាត់ទី1លោកត្រាំបាននិយាយថាថៃឈ្លានពានកម្ពុជាយក F16 របស់អាមេរិកទៅប្រើប្រាស់ខុសច្បាប់អត់និយាយធ្វើតែមិនដឹងព្រោះអីបានកម្ពុជាកំពុងអោបជើងជាប់អីទៅសាររឿងសន្តិភាពដឹងតែកម្ពុជាអត់ប្តឹងអាមេរិកពីរឿង F16 ហ្នឹងឯងវាយងាប់ក៏អត់ដែរល្បិចលោកត្រាំក៏ខូចដែរដោយសារឃើញយើងវាអន់តែយើងមកអោបលុនតួចេះហើយគឺហើយស្អីក៏បានដែរព្រោះគ្នាលងទឹកអីតែលាមួកកតោងទៅវាអត់មានស្អីទេវាស្លាប់តែខ្សល់ហើយអញ្ចឹងទៅធ្វើបាបខ្ញុំអត់ចូលចិត្តចឹងដែរខ្ញុំអត់ចូលចិត្តលោកត្រាំនៅក្នុងការធ្វើអញ្ចឹងទេឃើញគ្នាកំពុងតែលងទឹកយើងអត់ត្រូវកេងចំណេញទេខ្ញុំថាកម្ពុជាអាភ័ព្វដោយសារតែនយោបាយអាមេរិកនេះក៏ធ្វើឲ្យកម្ពុជារងគ្រោះរងកម្មពៀដែរអត់ព្រមជួយថ្កោលទោសថៃអត់ព្រមបើថាមិនថ្កោលទោសរឿងឈ្លានពានក៏ហីចោះយ៉ាងហោចណាស់ក៏មានសិទ្ធិគ្រប់គ្រាន់ថ្កោលទោសរឿង F16រឿង F16 ហ្នឹងអាមេរិកមិនថ្កោលទោសកម្ពុជាថៃវាជារឿងមធ្យមឯងងុំជនរងគ្រោះខ្លួនឯងហ្នឹងអត់ទៅប្តឹងអាមេរិកទៀតណាយើងហ្នឹងគឺដូចសារអញ្ចឹងគឺថាវានយោបាយយើងហ្នឹងគឺវាតែច្បុកច្បល់មកអោបជើងអាមេរិកឲ្យជាប់ដើម្បីអរគុណគេទៅដែលបានជួយផ្សះផ្សាកុំឲ្យមានឆ្លោះគ្នាកាន់តែយូរទៀតអរគុណជំទាស់អីទេវាជាអំពើសិលធម៌ថ្លៃថ្នូររបស់ថ្នាក់ដឹកនាំយើងហើយក៏ប៉ុន្តែដោយសារតែជាប់អាចចំណងហ្នឹងអត់ហ៊ានទៅរាយការណ៍ប្រាប់លោកត្រាំថាដោះស្រាយរឿង F16 ផងមកទម្លាក់លើដែនអធិបតេយ្យខ្មែរច្រើនណាស់ព្រោះខុសច្បាប់ខុសគោលការណ៍លក់ដូរសពាវុធអត់ហ៊ាននិយាយមួយម៉ាត់ហើយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាលោកកែវរ៉េមីនោះប៉ាកែបោកដែរនិយាយពីលិខិតសរសេរទៅអស់ហើយនោះទៅរករឿងស៊ុយអែតឯណាក៏មិនហ៊ានទៅសេទៅរដ្ឋាភិបាលទៅសេទៅអង្គការមណ្ឌលសិទ្ធិមនុស្សឯណាពីរឿង F16 តែបើសរសេរមកលោកត្រាំអត់តែម្ដងស្ថាប័នរបស់រដ្ឋាភិបាលអាមេរិកគឺលោកកែវរ៉េមីគឺបោវាជាឆ្ងាយទៅសៀបានតែណាធ្វើស៊ីបានហ្នឹងទៅដល់ពេលអារឿងមនុស្សធំមែនតែនអា F16 មហិមាដែលបើសិនជាយើងគ្រប់គ្រងអាមេរិកឲ្យបានណាឲ្យអាមេរិកចាក់ឲ្យចំបេះដូងអាមេរិកថ្កោលទោសថៃរឿង F16 គឺយើងឈ្នះសង្គ្រាម 80% បាត់ហើយហេតុអីបើខ្ញុំនិយាយចឹងគឺយើងឈ្នះសង្គ្រាម 80% ក្នុងន័យថាបានអាមេរិកថ្កោលទោសថៃមួយគឺបានន័យថាពាក្យឈ្លានពាននេះគឺយើងអាចប្រើពេញមាត់មកព្រោះអីបើសិនតែថា F16 ទម្លាក់ដោយខុសច្បាប់បានន័យថាទម្លាក់ចូលក្នុងឈ្លានពានក្នុងដែនអធិបតេយ្យកម្ពុជាអត់ដល់តែពេលអាមេរិកអត់ថ្កោលទោសហើយយើងអត់ប្តឹងបានដៃសហគមន៍អន្តរជាតិអត់មាននរណាថ្កោលទោសថៃមួយខ្មែរអាយកោសុំបីតែចិនក៏អត់ហ៊ានដែរអត់ថ្កោលទោសថៃដែរឥឡូវឃើញរឿងយើងពំតណោតទេយើងលងទៅនេះឥឡូវមកដល់រឿងវេណេស៊ុយអេឡាបងប្អូនដឹងហើយវេណេស៊ុយអេឡានេះគឺអាមេរិកទៅក៏បួចលោកម៉ាឌូរ៉ូពីដែនអធិបតេយ្យរបស់រដ្ឋមួយដែលជាសមាជិកអង្គការសហប្រជាជាតិ
អ្នកណាមិនដឹងថាលោកម៉ាដូរ៉ូមិនខុសអីពីលោកកឹមយុងអ៊ុនទេម៉ាដូរ៉ូមិនខុសអីពីមេដឹកនាំមិនអង្លាំងរបស់ភូមាទេម៉ាដូរ៉ូគឺជាមេដឹកនាំផ្ដាច់ការមួយបានការបោះហើយក៏មិនខុសគ្នាពីស្រុកខ្មែរយើងប្រហែលនៅក្នុងន័យថាការបោះឆ្នោតគ្មានគណៈបកប្រឆាំងមិនលីគេចោលរាប់ស្លឹកឆ្នោតយកឈ្នះខ្លួនឯងគ្មានគេទទួលស្គាល់អត់គេអត់ទទួលស្គាល់ខ្មែរយើងវាគ្រាន់បើជាងម៉ាដូរ៉ូបន្តិចត្រង់ថាស្ថានទូតបរទេសអីនៅបន្តធ្វើការដោយសារតែគេគិតថាគេចង់ជួយខ្មែរយើងបើគេធ្វើបាបធ្វើទុកបុកម្នេញរដ្ឋាភិបាលមិនមែនស្លាប់តកូលលោកហ៊ុនសែនឬក៏លោកហ៊ុនម៉ាណែតឬតកូលគេផ្សេងដែលកាន់អំណាចនឹងទេស្លាប់ប្រជាពលរដ្ឋខ្មែរ17លានអ្នកដែលរងកច្រកឆ្នាំងអត់បាននោះអញ្ចឹងបានសហគមន៍អន្តរជាតិហ្នឹងគេចិត្តតែថ្នមយើងហ្នឹងហើយយើងដល់ពេលឃើញគេថ្នមយើងបែរទៅយកអាចំណុចហ្នឹងជាចំណាប់ខ្មាំងគេធ្វើបាបធ្វើទុកបុកម្នេញផ្លូវចិត្តអន្តរជាតិថាដឹងឲ្យគេមិនហ៊ានធ្វើបាបខ្មែរទេខ្លាចខ្មែរស្លាប់ហើយប៉ុន្តែគេក៏គេថ្លឹងថ្លែងដែរថាឧទាហរណ៍បើគេដាក់ពន្ធ20%គេមិនមែនអាណិតខ្មែរទេបើ EU គេចង់ដកទាំងអស់ 100% បើតាមកំហុសឆ្គងដែលខ្មែរប្រព្រឹត្តប៉ុន្តែគេអាណិតកម្មកររោងចក្រហើយគេអាណិតហ្នឹងគឺគេចង់ដាក់អញ្ចឹងទៅហើយអា 20% ហ្នឹងគឺដូចតែ 100% អញ្ចឹងនៅក្នុងន័យមួយថាបើគេដាក់ទណ្ឌកម្មយើងឯងកុំថា 20% សូម្បីតែ 1% ក៏គេដាក់ទណ្ឌកម្មយើងដែរបងប្អូនព្រោះអីវាជាការដែលអាម៉ាស់ណាស់លើឆាកអន្តរជាតិដែលប្រទេសមួយត្រូវបានគេឲ្យលុយយើងក្បត់សន្យាបានគេដាក់ទណ្ឌកម្មបើយើងអត់ប្រព្រឹត្តខុសសន្យាខុសច្បាប់អីគេអត់ដាក់ទណ្ឌកម្មយើងទេហើយយើងនៅ RA ទៀតថា 20% ដក 100 ក៏បានដែរអត់ឈឺក្បាលនេះគឺជាការផ្កើនដាក់គេយូរហើយគេមិនថាគេគ្រឹះថ្មិញដាក់យើងដែរប៉ុន្តែយើងយកចំណាប់ខ្មាំងខ្មែរ17លានអ្នកធ្វើជាចំណាប់ខ្មាំងព្រោះយើងថាអាងអីតិចគឺតែប៉ះកម្មកររោងចក្រណែឯងសម្រាប់កម្មកររោងចក្រហើយមិនត្រឹមតែធ្វើអញ្ចឹងទេមានសារប្រជាពិធរបស់រដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចហ្នឹងទៅរករឿងគណៈបកប្រឆាំងទៀតថាពេលដែលទៅ lobby ទៅលួងគេឲ្យដាក់សម្ពាធដើម្បីឲ្យស្ដារសិទ្ធិមនុស្សដោះលែងអ្នកសកម្មជនអីឬសង្គ្រោះជាតិអីកើតឡើងវិញមកយើងទៅហៅក្រុមនេះថាក្រុមបោកឆ្នាំងបាយខ្មែរនិយាយពីប្រើនយោបាយប្រជាពិធធ្វើដូចប្រជាពលរដ្ឋខ្មែរនៅល្ងងខ្លៅ10គត់អញ្ចឹងគណៈបកប្រឆាំងឯណាទៅបោកឆ្នាំងបាយខ្មែរនៅពេលដែលទៅប្រាប់តំណាងរាស្ត្រអាមេរិកប្រាប់ថាជួយដាក់សម្ពាធស្រុកខ្មែរឲ្យស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញផងគេរំលាយគណៈបកសង្គ្រោះជាតិចោលតឡាការអត់មានឯករាជ្យចាប់សកម្មជនដាក់គុកតាមអំពើចិត្តអត់មាននរណាអាចនិយាយអីបានប្រព័ន្ធផ្សព្វផ្សាយក៏គេរំលាយចោលប្រព័ន្ធអង្គការសង្គមស៊ីវិលឯករាជ្យក៏គេរំលាយចោលសូម្បីតែអង្គការចាត់តាំងរបស់NDI របស់អាមេរិកដែលអង្គការមិនមែនរដ្ឋាភិបាលមិនមែននយោបាយហ្នឹងក៏គេបដិញចោលគេបដិញគេធ្វើទុកបុកម្នេញអស់ខាងគណៈបកប្រឆាំងដោយសារតែគេរំលាយអង្គការចាត់តាំងរបស់ខ្លួនឆន្ទៈរាស្ត្រ3លាននាក់ជិត3លាននាក់តំណាងរាស្ត្រ55នាក់នៅក្នុងរដ្ឋសភាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គ្រាន់តែចៅសង្កាត់ចៅអីហ្នឹង 2000 នាក់ជាងទាំងជំទប់ទាំងអីសមាជិកក្រុមប្រឹក្សាគេបានមកពីការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌រំលាយគេអស់ហើយទៅគេអត់អាចតតាំងនៅស្រុកខ្មែរបានចាប់គេដាក់គុកធ្វើទុកបុកម្នេញគេពេកដែលយកតឡាការធ្វើជាឧបករណ៍នយោបាយគ្នារត់ចែកជើងគ្នាមកស្រុកក្រៅដើម្បីផ្សព្វផ្សាយសុំឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញវិលមករកការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឡើងវិញយើងទៅរករឿងគេថាបំបែកឆ្នាំងបាយកម្មករស្រែកដងណាក៏ស្រែកដែរសុទ្ធតែអ្នកនេះនឹងសុទ្ធតែពួកបំផ្លាញឆ្នាំងបាយតែអត់គិតថាអ្នកដែលបំផ្លាញឆ្នាំងបាយកម្មករមែនតើគឺរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជានឹងតាហេតុអីក៏យើងមើលអញ្ចឹងអត់ឃើញព្រោះបើយើងមិនរំលាយសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យហេតុអីបាន EBA គេដក 20% សាក់គិតមើលហេតុអីបានគេដកអត់មានទេគេដកហើយហេតុអីបានគេអត់ដក 100%គឺគេអាណិតប្រជាពលរដ្ឋខ្មែរដែលជាកម្មករដែលបានប្រាក់$200មួយខែហ្នឹងបើសិនជាគេដក 100% គាត់នឹងដាច់ពោះស្លាប់គេក៏មានគំនិតមនុស្សធម៌ដែរមនុស្សជាតិដែរគេដាក់នេះគឺដើម្បីប្រមានរដ្ឋាភិបាលថាអ្នកឯងប្រព្រឹត្តខុសហើយត្រូវតែកែកុំធ្វើបាបប្រជាពលរដ្ឋខ្លួនឯងអត់ព្រមដោះស្រាយផ្កើនដាក់គេរហូតគេប្រាប់ឲ្យមួយឆ្នាំកែមួយឆ្នាំមកដដែលមួយឆ្នាំក្រោយគេថាតិចដាក់ទៀតលើដដែលគេវាសាំចិត្តណាស់គេវាទ្រាំណាស់ប៉ុន្តែគេដឹងថាយើងយកប្រជាពលរដ្ឋជាចំណាប់ខ្មាំងអានេះហើយដែលយើងគិតថាយើងយើងអានេះតែខ្ញុំនិយាយដដែលពេលដែលយើងដាក់សហគមន៍អឺរ៉ុបយើងបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យយើងទៅអែបជើងចិនរកម្មចិត្តសហគមន៍អន្តរជាតិហើយនឹងអាមេរិកមួយសារទៀតអែបជើងចិនហ្នឹងដោយសារអីគេថាអូចាប់ឲ្យតែបដ ாய் ខ្មែរឲ្យអែបជើងចិនស៊ីខ្ទេច
ពួកចិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយអត់ខ្វល់រឿងសិទ្ធិមនុស្សអត់ខ្វល់រឿងប្រជាធិបតេយ្យហេងសយយកមូលដ្ឋានតបចិនដាក់ពេញស្រុកខ្មែរទៀតគេបារម្ភអញ្ចឹងហើយដល់ពេលគេបារម្ភយើងអោបចិនហ្នឹងយើងចិនហ្នឹងមកហូរដូចទឹកបាក់ទំនប់ហើយមានណាលទ្ធផលឃើញបំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរដោយសារតែការអោបកសោបចិនពេកឥឡូវដល់ពេលចិនខ្លួនឯងក៏មានបញ្ហាពមៀនខ្មែរដែរថ្ងៃនេះគឺម្សិលមិញនេះគឺលោកវិនវេបិនដែលជាតំណាងឲ្យភាគីចិនក្រសួងការបរទេសចិនតែម្ដងគឺចេញសេចក្តីថ្លែងការណ៍ព្រមានរដ្ឋាភិបាលកម្ពុជាថាបើមិនដោះស្រាយបញ្ហាឆបោកអនឡាញនេះជាពិសេសប៉ះពាល់ជនជាតិចិនគេដែលកំពុងតែបាត់ខ្លួនអត់ដឹងទៅណាចង់បើមិនដឹងទៅណាញ៉ៃប្រសាច់គ្រប់កន្លែងយ៉ាងនេះមិនបាត់ខ្លួនមិនបាត់អីខ្លះគេពមៀនថាទំនាក់ទំនងចិននិងកម្ពុជាក៏មិនអាចប្រសើរបានដែរបើក្នុងស្ថានភាពអញ្ចឹងវាប៉ះពាល់នេះគេមកពមៀនយើងអោបជើងគេសង្ឃឹមថាចិននឹងជួយយើង 100% ឥឡូវ20ចិនគេមកពមៀនយើងខ្ញុំនឹងអានសេចក្តីថ្លែងការណ៍ហ្នឹងឲ្យបងប្អូនបានយល់អញ្ចឹងមកវិញយើងឃើញយើងមានបញ្ហាពេលដែលយើងបាត់ស្អីបន្តិចបន្តួចយើងកុំថាអាហ្នឹងវាមិនអីទេបន្តិចបន្តួច 20% កុំថាឡើយ 20% សូម្បីតែ 1% ដែលគេដាក់ទណ្ឌកម្មគឺយើងអាសោចហើយបានន័យថាយើងគួរឲ្យអាម៉ាស់យើងប្រព្រឹត្តខុសច្បាប់ខុសកិច្ចសន្យាខុសកិច្ចព្រមព្រៀងជាមួយគេហើយនៅពេលមានរឿងហ្នឹងភ្លាមគឺប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅរបស់ពិភពលោកភ្លាមសហភាពអឺរ៉ុបមិនមែនមកប្រទេសទេណាបងប្អូនសហភាពអឺរ៉ុបមាន27ប្រទេសចឹងសភាសហភាពអឺរ៉ុបគេកោតទោសយើងដកទណ្ឌកម្មបានន័យថាប្រទេសនៅអឺរ៉ុប27ប្រទេសគេដាក់បញ្ជីខ្មៅដាក់យើងនៅក្នុងបញ្ជីខ្មៅហើយនៅពេលដែលអឺរ៉ុបដាក់យើងនៅក្នុងបញ្ជីខ្មៅគឺសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អឺរ៉ុបដែរគឺគេអត់ឲ្យ GSP យើងតាំងពីឆ្នាំ2019មកបងប្អូនប្រហែលឆ្នាំហើយ6 7ឆ្នាំហើយដោយសារអីដោយសាររឿងបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យហ្នឹងហើយតើដល់ពេលគេដាក់ក្នុងបញ្ជីខ្មៅគឺយើងអាចកោហ៎តើតែពេលយើងអាយកោមានរឿងជាមួយថៃគឺយើងចាប់ផ្ដើមអោបជើងគេដោយខុសរឿងខ្ញុំតម្ដងទៀតអត់មានតូមនិញអីនឹងការសហការជាមួយអាមេរិកទេប៉ុន្តែអាមេរិកអត់មែនមកត្រូវគេនៅក្នុងពេលដែលឱកាសដែលយើងចង់ខ្ចីដៃគេប្រើហើយបានមកសរសើរលន់តួថាគេល្អតាត្រាំមនុស្សស៊ីឈោប៉ុន្តែមនុស្សឆ្លាតមិនក៏អត់ដឹងទេញញឹមប្រព្រាយគេឲ្យពានរង្វាន់ Nobel សន្តិភាពដែលគេទៅឲ្យអ្នកដតីដែលជាមេដឹកនាំប្រឆាំងនៅវេណុយស៊ុយឡាហើយមកកាន់ញញឹមប្រព្រាយថានឹងយកទៅដាក់នៅសេតវិមានមិនមែនតាត្រាំល្ងងទេលោកត្រាំនេះឆ្លាតក៏ប៉ុន្តែគាត់ប្រើនយោបាយមួយដើម្បីឲ្យគេដឹងគ្រប់គ្នាថាគាត់ខ្វល់អីគាត់ណាថាអីថាតើអាណាមិនដឹងថាហ្នឹងគឺជាអំពើឈួតលីលាទៅយកអាស្អីពានរង្វាន់ Nobel សន្តិភាពពីគេមកយកមកឲ្យក៏គាត់មិនអ្នកបានពាននឹងណាពួកខាងប្រទេសន័រវេគេឲ្យទៅអ្នកស្រីបកប្រឆាំងហើយអ្នកស្រីបកប្រឆាំងវេណេស៊ុយឡាយកមកឲ្យលោកត្រាំគាត់ថាខ្ញុំយកឲ្យពួកម្ចាស់គាត់ថាខ្ញុំបានជួយឲ្យមានសន្តិភាពដល់ទៅ8ករណី6 10ប្រទេសឯណាណោះអញ្ចឹងអានេះគឺជាការដែលឲ្យរបស់ម្ចាស់ខ្លួនគេគាត់ទទួលទៅព្រោះកុំឲ្យអសធាគេគាត់ឆ្លាតទេគាត់ថាកុំឲ្យអសធាគេឲ្យយើងហើយយកទៅដាក់តាំងទៅហើយគាត់ក៏ចង់ប្រាប់ពិភពលោកថាគាត់បានជួយផ្សះផ្សាឲ្យចប់សង្គ្រាមបាន16ប្រទេស8ករណីនិង 25% ទៀតចិត្តនិយាយទៅបានមកចំហៀងនៃពាក់កដាលទៀតនិយាយឲ្យងាយយល់គឺការកម្ពុជាថៃគាត់លោកត្រាំធ្លាប់និយាយថាផ្សះផ្សាបញ្ចប់សង្គ្រាមខ្មែរថៃនេះគឺគាត់ជោគជ័យបានតែ 25% ទេព្រោះនិយាយឲ្យវាយគ្នាវិញក៏អត់ទុកចិត្តដែរបងប្អូនរឿងនេះ